Hồi số cái đôi sủi sấy tất cả phục mai bong bồn ở cái này ngày ní nhom miên ở cái đám ọp mì số lượng một bằng hái chuôn phục mai bong bồn tụt na công sàn chả để xa ở bồn cà tà lên cà bột chẳng nó hay tới cái cục nhà cứ một nhà mà dư và bánh cà thà trong cái đàm nắng bẹ cà tà chá bẹ cà tà tiết phớ ọp mì sùa chẳng cầu né có điệp chấm tám tầm nào cái này lại lọc sạch ấy miền đôi nông rụng chẳng hỏi kêu mà tham rồi chết miềnมัน copyright ដងទេគឺប្រេងខ្យងចាជាពិសេសម្សៅស៊ុបស្ករសស្ករត្នោតទឹកត្រីទឹកស្អ៊ីវអំបិលបន្តិចអញ្ចឹងទៅប៊ីចេងបន្តិចអញ្ចឹងទៅអីក៏បន្តិចបន្តិចដែរបងប្អូនចាព្រោះយើងអត់អាចនេះអ្នកធ្វើមកអ្នកធ្វើចាយើងអត់អាចដាក់ច្រើនមកទេបើដាក់ច្រើនវាប្រៃយើងកែកាទេតែបើវាសាបយើងអាចថែមទឹកត្រីឲ្យបានអញ្ចឹងណាចាហើយចំណែកនេះគឺថាយើងត្រូវយកមីសួរមកច្របល់ជាមួយគ្រឿងអស់ហ្នឹងមុនសិនចាបងប្អូនព្រោះយើងមិនអាចដាក់ក្តាមចូលជាមួយគ្នាទេវាមុតដៃវាវាក់ម្លែកណាចាសម្រាប់ខ្ញុំគឺខ្ញុំចង់ប្រាប់បងប្អូនថាដាក់មីស៊ូមុនទៅហើយយើងលើកមីស៊ូយកវាទៅដាក់ចានផ្សេងចាពុកម៉ែបងប្អូនយើងលៃហើយណាដាក់ប្រមាណចានប្រមាណកធនដែលយើងចង់ចំហុយនឹងហើយបានយើងតម្លាក់ក្តាមចូលពុបយកមកលាយច្របល់ដើម្បីឲ្យវាចូលក្លិនអប់ចូលគ្នាអញ្ចឹងណាចាហើយបន្ទាប់មកក៏យើងដាក់សាច់អីហើយយើងរៀបក្តាមពីលើឲ្យចេញរៀងយកម៉ូតស្អាតអញ្ចឹងណាពុកម៉ែបងប្អូនចាបានហើយការរៀបក្តាមនឹងពិសោធន៍តាមចំណងចំណូលចិត្តពុកម៉ែបងប្អូនចង់រៀបចង់ដាក់វល់ក៏បានចង់រៀបមិនក៏បានដែរតែហើយចំណែកស្នូកវិញយើងកុំភ្លេចញាត់អាសាច់វាចូលបន្តិចមកឲ្យវាអប់ក្លិនឲ្យហិតទៅឈ្ងុយអញ្ចឹងណាពុកម៉ែបងប្អូនចាហើយអាហ្នឹងអត់មានអីបាក់ទេអានេះមកកធុនធំនេះខ្ញុំដាក់3ចាចំណែកឯមួយចានទូចនេះខ្ញុំដាក់តែ1បានហើយមកនិយាយតើសតមកតើវាឈ្ងុយវាឆ្ងាញ់ពេកពុកម៉ែបងប្អូនចាយើងរៀបហើយណាអញ្ចឹងយើងដាំទឹកចោលទឹកពុះលើកឡើងសឹងលើកអាហ្នឹងចូលពុបចូលឡើងសឹងមកបានហើយអញ្ចឹងយើងរៀបវាយើងមើលថាខុសតាណាទៅឲ្យមិនប៉ុណ្ណឹងបានហើយប៉ុណ្ណឹងបានយើងចាប់តាមលើកព្រោះងលើកអាទូចដាក់លើធំនោះគាត់ថានេះអត់ទេអាលើភ្លើងខ្លាំងអញ្ចឹងយកធំដាក់លើវិញចាពុបហើយទឹកយើងមើលទឹកចាប់ដើមតពុះលើកឡើងចាព្រឹបចូលវឹបផ្ទៀងនាទី20នាទីចាទៀង20នាទីទៅយើងសេរីឆ្នាំងឲ្យស្មើក្រានមកហើយបន្ទាប់ពី20នាទីមកឆ្វាច់ឈ្ងុយពេញផ្ទះហ្មងពុកម៉ែបងប្អូនក្លិននេះក្លិនអស្ចារ្យហ្មងក្លិនមេចុងភៅចាមហូបពីងមិនមហូបរីទេបន្ទាប់មកយើងចាប់ដើមនេះអើឆ្វាច់អស់នេះស្អាតអាចលើមនេះចាប់ដើមចាប់ដកវាចេញយកមកដាក់លើតុសម្រាប់ហូបមកប៉ុណ្ណឹងហើយអត់មានអីច្រើនទេពុកម៉ែបងប្អូនចាគឺថាចូលជាតិឆ្ងាញ់សាហាវណាហើយក្មួយខ្ញុំក៏ទៅសើដាច់ថាក្តាមទៅនងឆ្ងាញ់ហើយមីស៊ូទៀតសោតយើងខ្លះគីឡូឯនោះមានអីចឹងញ៉ាំឡើងមួយឆ្អែតទាំងអស់គ្នាមិនមែនឆ្អែតតែតែម្នាក់ឯងគឺមកផ្ទះឆ្អែតពេញមកផ្ទះហ្មងចាអរគុណជម្រាបលាបាយ